សួស្តីបងប្អូនកូនក្មួយទាំងអស់គ្នាថ្ងៃនេះយើងមានរឿងមួយដែលមានចំណងជើងថាឆ្កែចចកនិងស្ដេចសត្វនៅក្នុងព្រៃធំមួយមានការគ្រប់គ្រងប្រកបដោយក្តីស្ងប់សុខសត្វតោគឺជាមេគ្រប់គ្រងដែលត្រូវបានពពួកសត្វទាំងឡាយស្រឡាញ់គោរពគ្រប់គ្នាមិនថាជាសត្វតូចឬសត្វធំតែងតែបានទទួលនូវការពិចារណាដោះស្រាយលើទំនាស់ទីវាទយ៉ាងយុត្តិធម៌បំផុតពីសំណាក់ស្ដេចព្រៃមួយនេះថ្ងៃមួយម្ចាស់ព្រៃមួយនេះក៏សម្រេចចិត្តជ្រើសរើសជំនួយការម្នាក់ទៀតដើម្បីជួយមើលការខុសត្រូវក្នុងព្រៃឲ្យបានសព្វទីកន្លែងជាងមុនសត្វតោក៏និយាយទៅកាន់ឆ្កែចចកថាពីថ្ងៃនេះតទៅឆ្កែចចកឯងគឺជាជំនួយការរបស់យើងពេលបានคล้ายខ្លួនមកជាជំនួយការរបស់សត្វតោឆ្កែចចកក៏កើតមានមោទនភាពចំពោះខ្លួនឯងជាខ្លាំងព្រោះគេស្រឡាញ់គោរពចំពោះមេកោយតាំងពីដើមរស់រៀងមកប៉ុន្តែលុះដល់យូរទៅចចកក៏លែងសូវមានការខ្លាចរអាឯងចំពោះសត្វតោដូចពីមុនទៀតឡើយពីដើមធ្លាប់ខ្លាចឥឡូវក៏ទៅជាឈប់ខ្លាចពីដើមធ្លាប់តែកោតក្រែងឥឡូវក៏លែងញញើតពីដើមធ្លាប់តែគោរពឥឡូវក៏បែរជាធ្វើប្រងើយទៅវិញពពួកសត្វព្រៃទាំងឡាយឃើញដូច្នេះក៏នាំគ្នាឆ្ងល់ទើបដាច់ចិត្តមកជួបឆ្កែចចកដើម្បីសួរដេញដោលឲ្យអស់សង្ស័យថាហេតុអីក៏ឆ្កែចចកផ្លាស់ប្ដូរទៅជាមានអាកប្បកិរិយាមិនសមរម្យចំពោះមេកោយរបស់ខ្លួនដូច្នេះឆ្កែចចកក៏ឆ្លើយថាកាលពីមុនខ្ញុំក៏បានឃើញត្រឹមតែជាការសម្ដែងពីមុខឆាករបស់លោកនាយយើងតែប៉ុណ្ណោះយើងធ្លាប់តែឃើញអំពើគុណធម៌ភាពយុត្តិធម៌គួរឲ្យគោរពលើកដំកើងប៉ុន្តែតាមកិច្ចពិតលោកនាយក៏មាននិស្ស័យមិនខុសអ្វីពីជនខិលខូចដែលគាត់ធ្លាប់កាត់ទោសគេប៉ុន្មានឡើយគាត់ថាអីខុសឬដាក់ទោសអ្នកណាគាត់ក៏ប្រព្រឹត្តអញ្ចឹងដែរបើតែយ៉ាងហ្នឹងតើឲ្យខ្ញុំគោរពកោតខ្លាចគាត់ដូចម្ដេចទៅមិត្តសម្លាញ់ទាំងឡាយអើយអ្នកដឹកនាំដែលយកល្អពីមុខឆាកតែធាតុពិតគ្មានគុណធម៌តើនឹងឲ្យគេគោរពលើកដំកើងដូចម្ដេចទៅ Sharing for more